លោកប្រធានាធិបតី Donald Trump បានសម្ដែងការមិនពេញចិត្តចំពោះទំនាក់ទំនងពាណិជ្ជកម្មរវាងកូរ៉េខាងត្បូងសារជាថ្មីដោយលោកយល់ឃើញថាភាគីកូរ៉េខាងត្បូងមិនគោរពទៅតាមការសន្យាឬក៏កិច្ចព្រមព្រៀងដែលបានធ្វើឡើងនាកន្លងមកជាលទ្ធផលលោកបានគម្រាមប្រើប្រាស់វិធានការដំឡើងពន្ធលើទំនិញនាំចូលដើម្បីដាក់សម្ពាធឲ្យមានការចរចាឡើងវិញឬដើម្បីការពារតុល្យភាពពាណិជ្ជកម្មរបស់អាមេរិកលោកត្រាំតែងសង្កត់ធ្ងន់លើអនុភាពពាណិជ្ជកម្មកាលដែលអាមេរិកទិញពីកូរ៉េច្រើនជាងកូរ៉េទិញពីអាមេរិកលោកចង់ឲ្យកូរ៉េខាងត្បូងបើកចំហទីផ្សារបន្ថែមសម្រាប់ផលិតផលអាមេរិកជាពិសេសរថយន្តនិងកសិផលការដំឡើងពន្ធនេះអាចប៉ះពាល់ខ្លាំងដល់វិស័យសំខាន់របស់កូរ៉េខាងត្បូងដូចជាគ្រឿងអេឡិចត្រូនិករថយន្តនិងដៃថេបក្រៅពីសេដ្ឋកិច្ចវាក៏អាចប៉ះពាល់ដល់សម្ព័ន្ធភាពយោធានិងសន្តិសុខរវាងប្រទេសទាំងពីរផងដែរខណៈដែលកូរ៉េខាងត្បូងជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិកនៅតំបន់អាស៊ីរដ្ឋាភិបាលកូរ៉េខាងត្បូងទំនងជានឹងព្យាយាមធ្វើការចរចាជាបន្ទាន់ដើម្បីបញ្ជាសង្គ្រាមពាណិជ្ជកម្មនេះព្រោះតែសេដ្ឋកិច្ចកូរ៉េខាងត្បូងពឹងផ្អែកខ្លាំងលើការនាំចេញទៅកាន់ទឹកដីសហរដ្ឋអាមេរិកយុទ្ធសាស្ត្ររបស់ត្រាំជារឿយៗគឺការប្រើការគម្រាមដំឡើងពន្ធជាឧបករណ៍ដើម្បីបង្ខំឲ្យប្រទេសជាដៃគូចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីដែលផ្ដល់ផលចំណេញជាច្រើនដល់សហរដ្ឋអាមេរិកបន្ទាប់ពីការប្រកាសរបស់ Donald Trump រដ្ឋាភិបាលកូរ៉េខាងត្បូងបានបង្ហាញនូវប្រតិកម្មយ៉ាងឆាប់រហ័សនិងប្រកបដោយការប្រុងប្រយ័ត្នបំផុតដើម្បីការពារស្ថិរភាពសេដ្ឋកិច្ចរបស់ខ្លួនរដ្ឋាភិបាលកូរ៉េខាងត្បូងតាមរយៈក្រសួងពាណិជ្ជកម្មឧស្សាហកម្មនិងថាមពលបានកោះប្រជុំបន្ទាន់មួយជាមួយនឹងតំណាងក្រុមហ៊ុនធំៗជាច្រើនក្រុមការងារពិសេសដើម្បីវិយតម្លៃពីផលប៉ះពាល់និងរៀបចំយុទ្ធសាស្ត្រដើម្បីទប់ទល់ដោយពីការចោទប្រកាន់របស់លោកត្រាំមន្ត្រីកូរ៉េខាងត្បូងអះអាងថាខ្លួនបានអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីយ៉ាងខ្ជាប់ខ្ជួនពួកគេបានលើកឡើងថាកូរ៉េខាងត្បូងបានបង្កើតការវិនិយោគរាប់ពាន់លានដុល្លារនៅទឹកដីសហរដ្ឋអាមេរិកបង្កើតការងារឲ្យជនជាតិអាមេរិកកូរ៉េបានបង្កើតការទិញថាមពលស្មានធម្មជាតិពីអាមេរិកដើម្បីកាត់បន្ថយអនុភាពពាណិជ្ជកម្មរដ្ឋាភិបាលកូរ៉េខាងត្បូងហាក់មិនចង់ប្រោតធុកក្តៅឬក៏សងសឹកពន្ធវិញភ្លាមៗនោះទេប៉ុន្តែគេជ្រើសរើសផ្លូវការបញ្ជូនប្រតិភូទៅទីក្រុង Washington ដើម្បីពន្យល់ពីសារៈសំខាន់នៃសម្ព័ន្ធភាពសេដ្ឋកិច្ចពិភាក្សាលើការបង្កើនការនាំចូលផលិតផលកសិកម្មឬក៏រថយន្តពីអាមេរិកបន្ថែមទៀតដើម្បីធ្វើឲ្យលោកត្រាំស្ងប់ចិត្តប្រតិកម្មភ្លាមៗបានកើតឡើងលើទីផ្សារហិរញ្ញវត្ថុរបស់កូរ៉េផងដែរដោយសន្ទុះពិហ៊ុនបានធ្លាក់ចុះហើយតម្លៃប្រាក់វុនក៏ធ្លាក់ចុះធៀបទៅនឹងដុល្លារដោយសារវិនិយោគបារម្ភពីអនាគតនៃការនាំចេញ